កាន់តែវីវហើយពេលនេះប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបានទុកបណ្ដាំឲ្យកងទ័ពសហរដ្ឋអាមេរិកបើលោកត្រូវធ្វើឃាតត្រូវបានគេធ្វើឃាតពេលនោះមីស៊ីល1000គ្រាប់ត្រូវបាញ់កំទេចអ៊ីរ៉ង់ឲ្យម៉ត់ឈឹងតែម្ដងប្រធានាធិបតីនៃប្រទេសមហាអំណាចលេខ1លើលោកគឺលោកដូណាល់ត្រាំបានគម្រាមខ្លាំងៗថាលោកទុកបណ្ដាំឲ្យកងទ័ពអាមេរិករួចហើយបើរូបលោកពិតជាត្រូវបានអ៊ីរ៉ង់ធ្វើឃាតមែននោះពេលនោះមីស៊ីលអាមេរិក1000គ្រាប់នឹងហោះទៅអ៊ីរ៉ង់ហើយមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងហោះទៅតាមក្រោយជាបន្តបន្ទាប់ដើម្បីកំទេចប្រទេសនេះឲ្យមកឈឹងតែម្ដងតាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គមទ្រុសសូស័លកាលពីថ្ងៃអាទិត្យទី12ខែកក្កដាឆ្នាំ2026នេះប្រមុខសេតាវិមានបញ្ជាក់ច្បាស់ថាលោកផ្ដាំទៅកងទ័ពអាមេរិករួចអស់ហើយឲ្យបើកការវាយប្រហារទ្រង់ទ្រាយធំក្នុងរយៈពេលពេញ1ឆ្នាំឬអាចលើសនឹងទៀតក៏ថាបានប្រសិនបើខ្លួនរងគ្រោះថ្នាក់ពិតមែនរឿងនេះកើតឡើងបន្ទាប់ពីប្រភពចារកម្មអ៊ីស្រាអែលប្រាប់ទៅសហរដ្ឋអាមេរិកថាអ៊ីរ៉ង់កំពុងរៀបចំផែនការថ្មីធ្វើឃាតលោកត្រាំហើយយោងតាមប្រភពពីព័ត៌មានអន្តរជាតិធំៗដូចជា CNN, The Wall Street Journal, The New York Times និង The Express សុទ្ធតែផ្សាយដូចគ្នាកាលពីថ្ងៃប្រហោះទី9ខែកក្កដាឆ្នាំ2026ថាផែនការនេះត្រូវបានអ៊ីស្រាអែលប្រាប់ទៅទីក្រុងវ៉ាស៊ីនតោនរួចហើយប៉ុន្តែមិនមានការទម្លាយជាសាធារណៈនោះទេទន្ទឹមនឹងនោះមន្ត្រីចារកម្មអាមេរិកក៏កំពុងពិនិត្យនិងវាតម្លៃរបាយការណ៍នេះផងដែរហើយភ្នាក់ងារទាំងឡាយកំពុងពិភាក្សាគ្នាអំពីផែនការនេះយ៉ាងល្អិតល្អន់សូមជម្រាបជូនដែរថាអ៊ីរ៉ង់បានប៉ុនប៉ងនិងរៀបចំផែនការធ្វើឃាតលោកត្រាំយ៉ាងហោចណាស់ពីលើកធំរួចមកហើយដោយលើកទី1គឺក្នុងខែកក្កដាឆ្នាំ2024ដែលមានជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះអាស៊ីបមើឆិនមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ IRGC ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកពីបទជួលខ្មាន់កំភ្លើងដើម្បីធ្វើឃាតលោកត្រាំលើកទី2វិញគឺនៅក្នុងខែវិច្ឆិកាឆ្នាំ2024ដែលក្រសួងយុទ្ធសាស្ត្រអាមេរិកបានលាតត្រដាងនិងចោទប្រកាន់បណ្ដាញសម្ងាត់មួយផ្សេងទៀតបញ្ជាដោយរដ្ឋាភិបាលអ៊ីរ៉ង់ឲ្យរៀបចំផែនការធ្វើឃាតលោកត្រាំមុនការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកយ៉ាងណាការប៉ុនប៉ងធ្វើឃាតដោយបាញ់ប្រហារនៅរដ្ឋ Pennsylvania នៅក្នុងខែកក្កដាឆ្នាំ2024វិញនិងនៅទីលានវាយកូនហ្គោលក្នុងខែកញ្ញាឆ្នាំ2024ដូចគ្នាគឺធ្វើឡើងដោយខ្មាន់កាំភ្លើងឯកជនម្នាក់ហើយមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានការជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ីរ៉ង់នោះទេ